សួស្តីបងប្អូនថ្ងៃនេះខ្ញុំចេញជាវីដេអូមួយចែកម្លែកចំណេះដឹងទាក់ទងនឹងជំនាញត្រីមូលហេតុដែលខ្ញុំចេញជាវីដេអូនេះគឺដោយសារខ្ញុំឃើញបងប្អូននឹងចំត្រីថ្មីឬក៏បងប្អូននឹងចំត្រីមួយចំនួនផ្សេងទៀតពួកគាត់មានការយកច្រឡំទៅលើជំនាញត្រីដែលពួកគាត់គិតថារាល់ជំនាញអស់គឺវាមានអត្ថប្រយោជន៍ដូចគ្នាតែតាមពិតជំនាញមួយវាមានភាពផ្សំផ្សេងៗគ្នាអត្ថប្រយោជន៍ផ្សេងៗគ្នាចំណែកអត្ថន័យក៏ដូចគ្នាដែរខ្ញុំចម្រោះគេធ្វើមកច្រើនធ្វើគឺតម្រូវទៅតាមបងប្អូនដែលបងប្អូនអាចទិញយកទៅប្រើប្រាស់ដាក់នៅក្នុងទូចិញ្ចឹមត្រីរបស់បងប្អូនឬក៏អាងចិញ្ចឹមត្រីរបស់បងប្អូននៅក្នុងវីដេអូនេះគឺខ្ញុំបង្ហាញបានត្រឹមតែ4មុខទេគឺដោយសារ4មុខនេះខ្ញុំលក់ដាក់ជាប្រចាំនៅក្នុង page របស់ខ្ញុំចំណែកឯប្រហែលមុខផ្សេងទៀតគឺខ្ញុំអត់បានបង្ហាញទេតែខ្ញុំសូមនិយាយនៅក្នុងវីដេអូនេះតែម្ដងអញ្ចឹងដើម្បីកុំឲ្យខាតពេលបងប្អូនយើងចូលទៀតបាត់តែម្ដងអានេះគឺពួកភេទតបែតវែងមូដើមវែងឲ្យដើមវែងនិងខ្ជុងលឿងអញ្ចឹងខ្ញុំសូមនិយាយខ្ជុងលឿងនេះមុនខ្ជុងលឿងនេះខ្ញុំកំងជើងមុនមកខុសតាមពិតខ្ញុំទៅកំងຂະຫນាតនេះអានេះវាមាន3ຂະຫນាតវាមាន 9cm 15 កន្លះជាទូទៅក្នុង page របស់ខ្ញុំកំងតែຂະຫນាត15 និង 15 កន្លះឯងហើយខ្ញុំកាន់នឹងដៃនេះគឺ 9cm ហើយចំពោះខ្ជុងលឿងនេះធាតុផ្សំរបស់វាមានតែ2មុខឯង ceramic លីម plastic ថាប្រយោជន៍របស់វាជួយទប់មេរោគទប់ជាតិឆ្អាបនឹងធ្វើឲ្យទឹកថ្លាហើយចំពោះគុណភាពរបស់វាមិនដែរគឺល្មមបាទយើងគិតភាគរយស្រួលយល់ពី0ដល់100នេះនៅត្រឹម30-40% បាទនៅកន្លែងលក់ត្រីផ្សេងបងប្អូនគាត់ជាឃើញថាវាមានលក់ពួកប្រភេទផ្សេងគេយកមកពួកប្រភេទផ្សេងដូចជាមូលផោងមូលខ្លាញ់ហើយនិងពួកប្រភេទខ្ជុងខ្មៅខ្ជុងខ្មៅខ្លីៗហ្នឹងកម្រមានគេយកមកលក់ហើយចំពោះថាប្រយោជន៍វាមានតែមួយមុខគត់បាទអញ្ចឹងចំពោះខ្ជុងដែលខ្ញុំនិយាយមុននឹងគឺធាតុផ្សំនិងថាប្រយោជន៍វាដូចគ្នាបាទហើយចំណែកតម្លៃរបស់វាវិញគឺក៏អត់សូវជាខុសគ្នាប៉ុន្មានដែរបាទហើយរាល់ខ្ជុំទាំងអស់ដែលខ្ញុំកំងពីរោងចក្រមកគឺគេសិតតែប្រាប់អំពីថាប្រយោជន៍ហើយនិងសុពលភាពរបស់វាហើយចំពោះសុពលភាពរបស់វានេះគឺប្រើបានត្រឹមតែ 3-4 ខែយើងអាចចោទសំណួរសួរថាតើបើសិនជាយើងប្រើលើស5 ទៅ 6 ខែតើវានឹងមានបញ្ហាអីនៅពេលដែលខ្ជុំរបស់នឹងវាទប់មេរោគលែងជាប់វានឹងបញ្ចេញនៅពេលដែលបញ្ចេញគឺវានឹងចាប់ដើមធ្វើឲ្យត្រីយើងចាប់ដើមសុខភាពកុកខ្សោយនៅទីរហូតដល់ឈឺអញ្ចឹងយើងត្រូវចាយលុយទៅទិញថ្នាំព្យាបាលនិងចំណាយពេលព្យាបាលរបស់វាអញ្ចឹងយើងសួរថាបងអញ្ចឹងបើចឹងដែរមិនបាច់ប្រើហ្មងទៅអត់ទេព្រោះយើងត្រូវយល់ថាទឹកក្នុងទូត្រីរបស់យើងវាមិនមែនអត់មានមេរោគមានបាទតែវាអត់ប៉ះពាល់ដល់ស្បែកដល់ដៃយើងទេបាទអញ្ចឹងនៅពេលដែលម៉ាស៊ីនបូមវាបូមឡើងទៅវាច្រោះកាត់ស្លៃសស្លៃខៀវមកជុំរបស់ទៅគឺអាហ្នឹងវាអ្នកជួយទប់បាទអញ្ចឹងជាយោបល់ខ្ញុំគឺខ្ញុំឲ្យប្រើត្រឹមតែ 3-4 ខែទេបងប្អូនថ្នាំត្រីហើយនឹងពេលវេលាគឺថ្លៃជាងបាទហើយចំណែកឯខ្ជុំអុចនេះវាមានធាតុផ្សំរបស់វាច្រើនមុខដែរវាមានខ្ជុំក្រហមខ្ជុំលឿងខ្ជុំសនិងខ្ជុំខ្មៅហើយចំពោះសុពលភាពរបស់វាគឺប្រើបានត្រឹមតែ 6-7 ខែទេបាទនៅពេលដែលយើងប្រើលើសគឺវានឹងចាប់ផ្ដើមផុយហើយនឹងបែកតិចអានេះគឺស្រួលមើលជានេះបាទអញ្ចឹងខ្ញុំសូមនិយាយរឿងចាស់ចំពោះប្រភេទខ្ជុំអុចដើមវែងនេះបន្តិចដោយសារកាលពីប្រហែលឆ្នាំមុនខ្ញុំឃើញនៅក្នុងក្រុមដូចជា 2-3 ក្រុមដែរហើយក៏មានឃើញដូចជា 3-4 នាក់ដែលពួកគាត់ប្រើខ្ជុំហ្នឹងអាចនិយាយថាលើសពី2 ទៅ 3 ឆ្នាំទៀតផុយបែកតិចហើយគាត់ផុសលក់នៅក្នុងក្រុមអញ្ចឹងសម្រាប់បងប្អូនដែលចំត្រីថ្មីពួកគាត់ដឹងឯងហើយពួកគាត់គិតថាខ្ញុំចំណាយទៅលើទូលើត្រីលើសម្ភារៈអីច្រើនអញ្ចឹងចង់ sale កន្លែងនេះអញ្ចឹងពេលដែលពួកគាត់ទិញយកទៅប្រើប្រាស់ត្រីរបស់ពួកគាត់មិនមែនឈឺភ្លាមទេវាពេលវេលាមួយដែលវាដល់ពេលគឺត្រីនឹងឈឺហើយបាទអញ្ចឹងពួកគាត់ត្រូវចាយលុយទៅទិញថ្នាំហើយនឹងចាយពេលវេលាក្នុងការព្យាបាលវាអញ្ចឹងគាត់ជាជនរងគ្រោះមួយហើយចំពោះទង្វើហ្នឹងខ្ញុំគិតថាពួកគាត់ជាអ្នកប្រើរបស់នឹងចាស់ហើយក៏អត់គួរលក់អីគាត់ចោលទៅបាទកុំធ្វើបាបគេអញ្ចឹងបងប្អូនបាទហើយខ្ញុំ recommend ឲ្យប្រើអានេះ
ជាជាងប្រើអាលឿងហើយនឹងអាមូលប្រហោកហើយនឹងអាមូលខ្លាញ់បងប្អូនហើយអាពួកប្រភេទអុចនេះនៅក្នុង page របស់ខ្ញុំគឺខ្ញុំលក់មួយកេសថា28មួយកេសមាន100ដើមបាទបងប្អូនយកចាប់ពី4កេសគឺខ្ញុំ free delivery ឲ្យចំពោះខ្ជុំមូលលឿងវែងនេះវិញខ្ញុំគិតថាបងប្អូនមួយចំនួនប្រហែលជាស្គាល់ហើយអានេះគឺពួកប្រភេទខ្ជុំ Mountain អញ្ចឹងមកខ្ជុំចម្រោះទាំងអស់អានេះគឺកម្ពស់ខ្ជុំហើយបាទដោយសារវាមានធាតុផ្សំច្រើនមុខដែលខ្ញុំអាចបោះស្រាយបានប៉ុន្តែខ្ជុំនេះវាជួយបង្កើនបាក់តេរីល្អហ្នឹងលើសអានេះរហូតដល់ទៅ2 10ដងទុកបាក់តេរីមិនល្អហ្នឹងលើសអានេះក៏10ជាងដែរបាទនិយាយទៅស្អីក៏ដោយក៏លើសអានេះ10ជាងដែរបាទហើយអានេះមួយដើមប្រវាហ្នឹងគឺ$5កន្លះបើសិនជាបងប្អូនទិញជាកេសមួយកេសរបស់វាមាន24ដើមកន្លែងខ្ញុំលក់តែ58ឯងតែបើកេសខ្សែ L មួយកេសវាមានតែ5 10ដើមទេមួយកេសវាតម្លៃ$97បាទហើយអានេះគឺប្រើបានមួយឆ្នាំ1ទៅមួយឆ្នាំ2បាទអញ្ចឹងបើសិនជាបងប្អូនអត់ចង់ចាយលុយច្រើនទៅលើខ្ជុំចម្រោះគឺខ្ញុំ recommend ឲ្យប្រើអានេះហើយនៅអានេះមួយទៀតខ្ញុំនិយាយអាហ្នឹងបាទខ្ញុំនិយាយហ្នឹងហើយអានេះនៅក្នុង page របស់ខ្ញុំគឺខ្ញុំកម្រយកមកពីច្រើនដូចថា3ឆ្នាំ4ឆ្នាំហើយយកមកម្ដងហើយយកមកគឺពីក្រុមហ៊ុនគឺគេតម្រូវយកមកច្រើនកេសអាហ្នឹងណាបាទហើយចំណាយអានេះវិញអានេះនៅកន្លែងផ្សេងគេអត់ទាន់យកមកទេគឺគេយកពួកប្រភេទតប៉ែតវិញតែគេយកពួកប្រភេទបដោយ 10cm ទៅតឹង 10cm បាទហើយអានេះមួយដើមហ្នឹងខ្ញុំលក់តម្លៃ$5កន្លះហើយស្មើនៅអានេះ30ទៅ40ដើមបាទអញ្ចឹងគ្រាន់តែទីហោថាទូយើង1ម៉ែត្រកន្លះយើងប្រើអានេះ5ដុំគឺទឹកថ្លាលឿនជាងអានេះទៀតបាទយើងគិតមើលអានេះតែ1ដុំណាស្មើនេះ30 40ដើមហើយធាតុផ្សំរបស់វាគឺមាន6មុខបាទ6មុខអញ្ចឹងសម្រាប់អាងចិញ្ចឹមត្រីគឺខ្ញុំ recommend ឲ្យប្រើ2មុខនេះបាទប្រើ2មុខនេះគូគ្នាតែគាត់ថាបើអាងយើងទីហោថាចាប់ពី10ម៉ែត្រឡើងទៅយើងប្រើនេះដូចជាចូលចាប់ពី38ដុំឡើងទៅអានេះគឺយើងត្រូវប្រើ3ទៅ4កេសដែរតែបើសិនជាយើងថាអានេះថ្លៃដែរអញ្ចឹងយើងអាចប្រើអា2នេះគូគ្នាក៏បានដែរបាទអានេះយើងប្រើចាប់ពី38ដុំឡើងទៅអានេះយើងប្រើតាមចំនួនទំហំចម្រោះរបស់បងប្អូនណាបាទអញ្ចឹងអានេះក៏វាធូរដែរប៉ុន្តែយើងអត់អាចប្រើនេះសុទ្ធបានទេក្នុងអាងធំៗយើងត្រូវប្រើនេះហើយចំពោះវីដេអូក្រោយខ្ញុំនឹងបង្ហាញពី UV ហើយនឹងជាមួយនឹងខ្ជុំចម្រោះទាំងអស់បាទអញ្ចឹងជាចុងក្រោយដែលខ្ញុំចង់ប្រាប់បងប្អូនខ្ញុំអត់ចង់ឲ្យបងប្អូនចាយលុយច្រើនទៅលើខ្ជុំចម្រោះទេមានថាកុំឲ្យចាយលុយច្រើនសារគឺយើងប្រើពួកនេះអានេះមួយបាទយើងប្រើមួយណាក៏បានដែរបាទអញ្ចឹងពេលកាលណាយើងប្រើខ្ជុំចម្រោះអត់ត្រូវគោលដៅគឺមានថាទឹកនៅក្នុងទូរបស់យើងនឹងវាចេះតែអត់ថ្លាធំក្លិនឆ្អាលហើយដល់ពេលធំក្លិនអញ្ចឹងទៅហើយទឹកអត់ថ្លាហើយត្រីមានបញ្ហាទៅយើងចេះតែមានចង្អល់ហើយមានចង្អល់សួរគេហើយគេប្រាប់យើងអត់ច្បាស់ប្រាប់យើងចោលហើយត្រីយើងឈឺហើយយើងចេះតែខ្វល់ខ្វាយចេះអីអញ្ចឹងឬក៏អីផ្សេងអញ្ចឹងវាមិនល្អទេបងប្អូនអញ្ចឹងដូចនៅខ្ញុំនិយាយអញ្ចឹងគឺខ្ញុំ recommend ឲ្យបើសិនជាយើងមិនចង់ចាយលុយ
ទៅលើ media នឹងច្រើនគឺខ្ញុំឲ្យប្រើអានេះវាថ្លៃមែនតែយើងប្រើបានមួយឆ្នាំមួយអានេះយើងប្រើបានមួយឆ្នាំមួយដូចគ្នាបាទអញ្ចឹងសូមបងប្អូនជួយ subscribe និងជួយ like YouTube របស់ខ្ញុំមួយផងហើយខ្ញុំនឹងសរសេរឈ្មោះហាងរបស់ខ្ញុំនៅលើ caption អូខេអរគុណច្រើនបងប្អូន